សូមគោរពជំរាបសួរនាងខ្ញុំឈ្មោះហុកធីតាជាគ្រូបង្រៀននៃវិទ្យាល័យព្រះស៊ីសវត្តក្នុងកម្មវិធីសាលារៀនចំនួនថ្មីចាអញ្ចឹងនៅក្នុងថ្ងៃនេះដែរនាងខ្ញុំនឹងមកធ្វើការចែករំលែកចាល្បែងធម្មពលមួយប្រភេទទៀតតកតងទៅនឹងចាក្លាស៊ីកូចានាងខ្ញុំជឿជាក់ថាលោកគ្រូអ្នកគ្រូប្រហែលជាធ្លាប់បានឮហើយលោកគ្រូអ្នកគ្រូអាចនឹងធ្លាប់បានអនុវត្តផងដែរកន្លងមកអញ្ចឹងសូមអាចសង្កេតមើលសកម្មភាពនៃការអនុវត្តជាក់ស្ដែងរបស់សិស្សានុសិស្សយើងតែម្ដងចាអញ្ចឹងជាទូទៅមុនចូលដល់ការលេងយើងបញ្យល់ណែនាំទៅកាន់សិស្សរបស់យើងដែលយើងប្រើប្រាស់សម្ភារៈ2មានកម្មាទី1និងកម្មាទី2ចាកម្មាទី1គឺពណ៌ក្រហមជាកម្មាដែលតំណាងឲ្យសត្វខ្លាចាកម្មាទី2នោះគឺតំណាងឲ្យសត្វគោណាអញ្ចឹងបន្ទាប់មកទៀតយើងធ្វើការណែនាំទៅកាន់សិស្សអំពីរបៀបនៃការលេងចាមានន័យថាយើងអាចឲ្យកូនសិស្សឈរគម្លាតគ្នាហើយយើងផ្ដល់កម្មាទៅកាន់កូនសិស្សដែលកម្មាទី1ពណ៌ក្រហមហ្នឹងគឺជាកម្មារូបខ្លាអញ្ចឹងមានន័យថាអ្នកដែលកាន់កសែងហ្នឹងគឺគាត់ត្រូវទៅចងឲ្យអ្នកដែលនៅឈរបន្ទាប់ចានៃការឈររបស់គាត់ហើយការចងខ្លាគឺយើងចងតែមួយជាន់ទេចាអញ្ចឹងយើងចងមួយជាន់តំណាងឲ្យខ្លាហើយកសែងទី2គឺតំណាងឲ្យគោចាតួអង្គគោហ្នឹងគឺយើងចង2ជាន់ណាចាហើយលោកគ្រូអ្នកគ្រូអាចធ្វើការបត់បែនបានចាថាតើគម្លាតនៃការឈររបស់កូនសិស្សហ្នឹងមានថាចន្លោះពីប្រមាណអ្នកទៅប្រមាណអ្នកបន្តមកទៀតកម្មាហ្នឹងគឺយើងត្រូវលេងរត់រហូតដល់វិលជុំនៃកូនសិស្សរបស់យើងដែលឈរលក្ខណៈជារង្វង់បែបនេះបើសិនជាកម្មាហ្នឹងជន់ទៅលើមានន័យថាកម្មាហ្នឹងត្រួតស៊ីគ្នាជាមួយនឹងកូនសិស្សដែលមានកម្មាគោអញ្ចឹងមានន័យថាកូនសិស្សហ្នឹងគឺគាត់ចាញ់ណាចាអញ្ចឹងឥឡូវនេះលោកគ្រូអ្នកគ្រូអាចសង្កេតមើលការលេងលំហាត់នេះជាក់ស្ដែងរបស់កូនសិស្សយើងតែម្ដងចាអញ្ចឹងមានន័យថាអ្នកទី1គឺគាត់ស្រាយកម្មាហើយចងឲ្យអ្នកទី2មួយជុំចាបន្ទាប់មកទៀតគាត់ចងបន្តទៅឲ្យអ្នកដែលនៅឈរក្បែរគាត់ហ្នឹងចាហើយកម្មាគោនេះផងដែរគឺគាត់ត្រូវតែចង2ជាន់ចាបើសិនជាគាត់ចងមួយជាន់មានន័យថាគាត់ខុសលក្ខខណ្ឌដូចគ្នាអញ្ចឹងយើងត្រូវបញ្យល់ណែនាំសិស្សរបស់យើងហើយពេលហ្នឹងគឺយើងឲ្យកូនសិស្សនៅក្នុងថ្នាក់ហ្នឹងគាត់ស្រែកថាក្លាស៊ីកូអញ្ចឹងកូនសិស្សគឺគាត់មានភាពចង់និយាយថារហ័សរហួនហើយគាត់មានអារម្មណ៍ថារន្ធត់ណាព្រោះគាត់ខ្លាចចាញ់ព្រោះកាលណាកម្មាហ្នឹងនៅជាប់ជាមួយនឹងអ្នកដែលជាប់គ្នាមានថាកម្មានឹងត្រួតស៊ីគ្នាមានថាអ្នកនឹងចាញ់ហើយនៅពេលដែលគាត់ចងពេលខ្លះគាត់រៀងដូចថាភ័យរន្ធត់នៅក្នុងការលេងនឹងផងដែរចាអញ្ចឹងយើងឃើញថាទស្សនវិជ្ជានេះគឺកូនសិស្សគឺគាត់មានភាពសប្បាយរីករាយនៅក្នុងការលេងចាប៉ុន្តែយើងធ្វើយ៉ាងណាឲ្យគាត់ចាប្រយ័ត្នប្រយែងដែរព្រោះអាចបង្កជាបញ្ហាប៉ះពៀឬក៏កញ្ចក់ដៃកញ្ចក់អីគាត់ប៉ះជាមួយនឹងមុខឬក៏ដៃគ្នាយើងកូនសិស្សយើងអញ្ចឹងណាអញ្ចឹងយើងត្រូវឲ្យគាត់ប្រយ័ត្នប្រយែងអញ្ចឹងកម្មាកាន់តែខិតគៀកមានន័យថាខ្លាកាន់តែដេញគោចាអញ្ចឹងដេញរន្ធត់រន្ធើនអញ្ចឹងទៅអញ្ចឹងយើងឃើញថាអាចនឹងរកអ្នកដែលចាញ់ឃើញឥឡូវហើយចាអញ្ចឹងនេះគឺជាអ្នកដែលចាញ់មានថាកម្មាគាត់ត្រួតស៊ីគ្នាចារវាងគោហើយនឹងខ្លាដោយសារកម្មាមុនវារៀងវែងអញ្ចឹងដូរកម្មាឲ្យវាមានទំហំប្រហែលគ្នាបន្ទាប់ពីរកឃើញអ្នកចាញ់ហើយអញ្ចឹងគឺកូនសិស្សនឹងឡើងធ្វើបទបង្ហាញដូចទៅក្នុងចាទស្សនវិជ្ជានៃវីដេអូល្បែងធម្មពលមុនដែរចាកូនសិស្សគឺគាត់ធ្វើបទបង្ហាញខ្លឹមសារដែលគាត់បានវិភាសាចប់សពគ្រប់មុននឹងគាត់លេងល្បែងធម្មពលនេះហើយគឺគាត់ចែករំលែកនៅចម្លើយចាទៅកាន់មិត្តភ័ក្តិរបស់គាត់នៅក្នុងថ្នាក់អីចឹងទៅចាអញ្ចឹងជារួមនៅក្នុងការលេងលំហាត់ធម្មពលមួយនេះគឺយើងគោលបំណងសប្បាយផងគោលបំណងស្រឡាច់យកអ្នកដែលឡើងធ្វើបទបង្ហាញហើយបន្ទាប់ពីកូនសិស្សបង្ហាញចប់សពគ្រប់បើយើងឃើញថាចំណុចខ្វះខាតនៅតែមានអញ្ចឹងគ្រូបំពេញបន្ថែមចាហើយកូនសិស្សគាត់អាចណូតគាត់អាចកត់ត្រានៅចំណុចសំខាន់ចាដែលគាត់អាចបានធ្វើនៅក្នុងការពិភាក្សារបស់គាត់ចាអញ្ចឹងនេះគឺជាទស្សនវិជ្ជារួមនៅក្នុងការបញ្ចូលចាលំហាត់ធម្មពលរបស់យើងផ្សារភ្ជាប់តកតងមួយការរៀននិងការបង្រៀនចាឃើញថាកូនសិស្សគាត់សប្បាយហើយគាត់ចាប់អារម្មណ៍ទៅលើការរៀនរបស់គាត់ចាបន្ទាប់ពីលោកគ្រូអ្នកគ្រូបានទស្សនានៅសកម្មភាពរបស់កូនសិស្សដែលលេងយ៉ាងសប្បាយរីករាយក៏ដូចជារន្ធត់អញ្ចឹងយើង
ងាកមកដល់ការបន្ថែមនៅខ្លឹមសារមួយចំនួនឬក៏ជំហានមួយចំនួនតាក់ទងជាមួយនឹងចាលបែងធម្មពលរបស់យើងអញ្ចឹងជាទូទៅដោយលោកគ្រូអ្នកគ្រូបានដឹងហើយថាលបែងធម្មពលយើងអាចកំណត់និយមន័យថាជាទស្សនវិជ្ជាមួយដែលយើងអាចបញ្ចូលនៅសកម្មភាពផ្សេងៗដើម្បីឲ្យមានភាពរីករាយចាកាត់បន្ថយនៅការធុញទ្រាន់ភាពងងុយគេងហើយវាផ្សារភ្ជាប់តាក់ទងជាមួយនឹងដំណើរការនៃការបង្រៀនរបស់យើងនឹងឲ្យកាន់តែមានភាពសកម្មចាហើយអ្វីដែលយើងតែងតែឆ្ងល់យើងគិតថាតើយើងអាចបញ្ជ្រាបលបែងធម្មពល Classico នេះបាននៅក្នុងទស្សនវិជ្ជាណាខ្លះណាចាអញ្ចឹងយើងឃើញថាជាទូទៅនៅក្នុងដំណើរការនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូអនុវត្តនៅគ្រប់ជំហានទាំងអស់ប៉ុន្តែយើងអាចបញ្ចូលនៅក្នុងលបែងធម្មពលនេះនៅក្នុងជំហានទី3របស់យើងស្ថិតនៅត្រង់ណាចាគឺមានន័យថាបន្ទាប់ពីកូនសិស្សគាត់ធ្វើការជជែកពិភាក្សារចម្លើយដែលជាលទ្ធផលបន្ទាប់ពីលោកគ្រូអ្នកគ្រូដាក់សំណួរឲ្យគាត់ធ្វើហើយគឺយើងធ្វើការលេងចាលបែងធម្មពលនេះដើម្បីធ្វើការជ្រើសរើសសិស្សនឹងឡើងធ្វើបទបង្ហាញចាហើយចំណុចមួយទៀតគឺវាបង្ហាញអំពីចារួមចំណែកកាត់បន្ថយនៅភាពទន់ទ្រាន់របស់កូនសិស្សហើយធ្វើឲ្យកូនសិស្សនឹងកាន់តែមានភាពរីករាយជាក់ស្ដែងដូចនៅក្នុងវីដេអូយើងមិនអញ្ចឹងគឺកូនសិស្សគាត់សប្បាយគាត់រន្ធត់ចាគាត់មានភាពរហ័សរហួននៅក្នុងការបដូរកម្មាពីចាតួអង្គមួយទៅតួអង្គមួយទៀតធ្វើយ៉ាងណាចាឲ្យតួអង្គគោឬក៏តួអង្គខ្លាហ្នឹងបានភាសាសាមញ្ញថាស៊ីគោមានថាត្រួតស៊ីគ្នាមានថាអ្នកនងគឺចាញ់ហើយមួយទៀតវាអាចបង្កើនការចូលរួមរបស់សិស្សដែលគាត់អត់សូវសកម្មហ្នឹងគឺគាត់លែងមានភាពភ័យខ្លាចឬក៏អត់ក្លាហានទេអញ្ចឹងកាន់តែមានភាពក្លាហាននៅពេលដែលគាត់ចាញ់យ៉ាងណាក៏ដោយគាត់ត្រូវតែដើរតួនាទីនៅក្នុងការធ្វើបទបង្ហាញទៅលើខ្លឹមសារចានៃមេរៀនឬក៏ការស្រាវជ្រាវដែលគាត់ធ្វើបានចាអរគុណច្រើនអញ្ចឹងងាកត្រឡប់មកការចាលេងលំហាត់ធម្មពលនេះផងដែរអញ្ចឹងយើងឃើញថាជំហានសំខាន់គឺចាទី1ចាដោយលោកគ្រូអ្នកគ្រូបានឃើញទៅក្នុងវីដេអូយើងអញ្ចឹងកូនសិស្សគឺគាត់ធ្វើយ៉ាងណាឈរជារង្វង់បែបនេះចាដើម្បីងាយស្រួលនៅក្នុងការលេងលំហាត់មួយនេះអញ្ចឹងយើងឃើញថាចំណុចទី1របស់យើងឲ្យកូនសិស្សឈរជារាងរង្វង់ណាចាបន្ទាប់មកទៀតចាគឺយើងធ្វើការចាកំណត់នៅលក្ខខណ្ឌឬក៏ណែនាំឲ្យគាត់ច្បាស់លាស់អំពីដំណើរការមានន័យថាឥឡូវតួអង្គណាជាតួអង្គខ្លានឹងចងប្រមាណជាន់គឺចងតែមួយជាន់គោចងពីរជាន់ហើយកុំលាតសិស្សរបស់យើងហ្នឹងកុំលាតពីគ្នាប្រមាណអ្នកដើម្បីធ្វើម៉េចរយៈពេលនៃការលេងរបស់យើងហ្នឹងកុំឲ្យវាយូរពេកឬក៏ឆាប់ពេកមកល្មមសមរម្យតែម្ដងចា៎ហើយចំណុចមួយទៀតគឺតកតងជាមួយដំណើរការនៃការអនុវត្តលោកគ្រូអ្នកគ្រូត្រូវតែចាក្រោយពីគាត់យល់ច្បាស់ហើយធ្វើយ៉ាងណាយើងត្រូវឲ្យកូនសិស្សហ្នឹងចាមានភាពរហ័សរហួនហើយប្រយ័ត្នប្រយែងណានៅក្នុងដំណើរការនៃការលេងធ្វើម៉េចចាមានភាពសកម្មចូលរួមទាំងអស់គ្នាចាហើយធ្វើយ៉ាងណារក្សានៅរបៀបរៀបរយផងដែរណាចាចំណុចចុងក្រោយចាយើងនឹងរើសបានអ្នកដែលចាញ់ចាដោយក្នុងទស្សនវិជ្ជានេះអ្នកដែលចាញ់យើងបាន3នាក់អញ្ចឹង3នាក់ហ្នឹងគឺជាតំណាងសិស្សដែលគាត់ត្រូវឡើងធ្វើបទបង្ហាញទៅលើខ្លឹមសារដែលលោកគ្រូអ្នកគ្រូបានកំណត់ជូនគាត់ហើយបន្ទាប់ពីសិស្សបទបង្ហាញចប់សពគ្រប់គឺគាត់អាចចាកត់ត្រានៅចំណុចបន្ថែមទៀតដោយអ្នកគ្រូឬក៏លោកគ្រូធ្វើការបំពេញបន្ថែមបង្ហាញខ្លឹមសារបន្ថែមដើម្បីឲ្យសិស្សកត់ត្រាឬក៏ណូតចំណាំនៅក្នុងចាខ្លឹមសារមេរៀនដែលគាត់បានរៀននៅក្នុងថ្ងៃនេះចាអញ្ចឹងនេះគឺជាដំណើរការជារួមនៅក្នុងការអនុវត្តចាលបែងធម្មពលមួយនេះអញ្ចឹងយើងមាន4ជំហានសំខាន់ចាអញ្ចឹងជឿជាក់ថាលោកគ្រូអ្នកគ្រូអាចទទួលបានអំពីចាការចែករំលែកមួយនេះចាសូមគោរពជំរាបសួរសាជាថ្មីលោកគ្រូអ្នកគ្រូចាយ៉ាងណាហើយបន្ទាប់ពីបានទស្សនានៅការចែករំលែកក៏ដូចជាទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងថ្នាក់រៀនចាដែលគាត់បានអនុវត្តលបែងធម្មពលមួយនេះតើលោកគ្រូអ្នកគ្រូអាចទទួលបានចាតកតងជាមួយនឹងចំណេះដឹងបន្ថែមនេះប៉ុណ្ណាហើយអាចយកទៅធ្វើការបត់បែនយ៉ាងណាដើម្បីឲ្យការលេងលបែងធម្មពលមួយនេះកាន់តែមានភាពរស់រវើកណាចាអញ្ចឹងជាចុងក្រោយនេះខ្ញុំសូមគោរពអរគុណនិងសូមជម្រាបលាហើយសង្ឃឹមថាវីដេអូនេះគឺជាចាការរួមចំណែកមួយនៅក្នុងការចែករំលែក
សម្រាប់ជាចំណេះដឹងបន្ថែមដល់លោកគ្រូអ្នកគ្រូចាសូមអរគុណសូមជម្រាបលា